បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តជាទីមេត្រីបាទដូចជាហាងឆេងមាសនៅថ្ងៃទី8ខែឧសភាឆ្នាំ2025បាទអញ្ចឹងថ្ងៃនេះគឺមាសគឺអត់មានឡើងចុះទេបាទគឺរក្សានៅនឹងថ្កល់បាទអញ្ចឹងខ្ញុំសូមនិយាយអំពីធានបទមួយចាក់ទងជាមួយនឹងលោកចរុំពូវែលពមៀនពីកំណើនអត់ការងារធ្វើតែដាក់សម្ពាធទៅលើមាសបាទកាលពីថ្ងៃទី7ខែឧសភាឆ្នាំ2025លោកចរុំពូវែលប្រធានធនាគារជាតិអាមេរិកបានព្រមានថាការកើនឡើងនៃពន្ធនាំចូលដែលដាក់ដោយរដ្ឋបាលប្រធានាធិបតីត្រាំអាចឲ្យមានការកើនឡើងនៃអត្រាអត់ការងារធ្វើនិងអត្រាស្វ័យប្រវត្តិថ្លៃធនាគារជាតិអាមេរិកនឹងសម្រេចថារក្សាអត្រាការប្រាក់នៅចន្លោះ 4.25% ទៅ 4.5% ដោយមិនបន្ថយទោះបីជាសម្ពាធពីប្រធានាធិបតីត្រាំក៏ដោយបាទអញ្ចឹងព័ត៌មាននេះគឺមកពី New York Post បាទការព្រមានពីស្ថានភាពសេដ្ឋកិច្ចលោកចរុំពូវែលបានបញ្ជាក់ថាប្រសិនបើពន្ធនាំចូលដែលដាក់នៅតែបន្តអាចឲ្យមានការកើនឡើងនៃថ្លៃឈ្នួលហើយការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនិងការកើនឡើងនៃអត្រាអត់ការងារធ្វើបាទគាត់បានបញ្ជាក់ថាធនាគារជាតិនឹងរងចាំមើលទិន្នន័យបន្ថែមមុននឹងធ្វើការផ្លាស់ប្ដូរនយោបាយបាទផលប៉ះពាល់ដល់តម្លៃមាសបាទនៅថ្ងៃទី8ខែឧសភាឆ្នាំ2025គឺតម្លៃមាសបានកើនឡើង 0.9% ទៅ$3,392.90 សេនបាទនៅក្នុង1អោនការកើនឡើងនេះបណ្ដាលមកពីការព្រមានរបស់ធនាគារជាតិអាមេរិកអំពីភាពមិនច្បាស់លាស់សេដ្ឋកិច្ចនិងការកើនឡើងនៃហានិភ័យអត្រាអត់ការងារធ្វើប្រភពព័ត៌មានមកពី Reuters បាទស្ថានភាពនយោបាយសេដ្ឋកិច្ចបាទការចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិនក៏ជាប្រភពនៃភាពមិនច្បាស់លាស់ប្រធានាធិបតីត្រាំបានបញ្ជាក់ថានឹងមិនបន្ថយពន្ធនាំចូលដើម្បីចាប់ផ្ដើមការចរចាទេបាទទាក់ទងជាមួយនឹងសេចក្តីសន្និដ្ឋានស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នបង្ហាញពីហានិភ័យនៃកំណើននៃថ្លៃឈ្នួលនិងអត្រាអត់ការងារធ្វើធនាគារជាតិអាមេរិកបានបញ្ជាក់ថានឹងបន្តតាមដានស្ថានភាពនិងធ្វើសកម្មភាពស្របតាមអ្នកវិនិយោគប្រុងប្រយ័ត្ននិងតាមដានពីព័ត៌មានសេដ្ឋកិច្ចនិងនយោបាយពាណិជ្ជកម្មជាប្រចាំបាទទាក់ទងជាមួយនឹងការវិភាគនេះគឺសូមសង្ខេបប៉ុណ្ណេះបាទសូមបងប្អូនជួយចុច Subscribe នៅ Channel របស់ខ្ញុំដើម្បីទទួលបាននូវវីដេអូថ្មីៗមុនគេបាទសូមអរគុណច្រើន